ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបដកលុយពន្ធដោយខ្លួនឯងសម្រាប់បងប្អូនយកទៅស្នើដូរវីសាបងប្អូនអរគ្នាតែងតែត្រូវការសូទឺគឹមអេកញ៉ងសេសបងប្អូនអរគ្នាហើយសម្រាប់បងប្អូនដែលខ្ជិលទៅដកនៅកន្លែងអញ្ចឹងបងប្អូនអាចដកដោយខ្លួនឯងបានទី1យើងដកនៅក្នុង website Home Tax បងប្អូនអរគ្នាបានមុនដំបូងបងប្អូនចូលទៅក្នុង website Home Tax បងប្អូនអរគ្នាហើយបងប្អូនទាំងអស់គ្នា log in ID ចូលទៅហើយទៅរកល្បាខាងលើហ្នឹងមានឈ្មោះថាជឹងញ៉ងជឹងណុកស៊ីនឆងបាទនៅពេលដែលបងប្អូនចុចលើរបាហ្នឹងហើយវានឹងរាយនាមមកខាងក្រោមទៀតហើយមានជាច្រើនគេបង្ហាញអញ្ចឹងបងប្អូនចូលទៅកន្លែងល្បាថាសូទឺគឹមអេកជឹងញ៉ងបាទបងប្អូនចុចចូលកន្លែងហ្នឹងទៅវានឹងបង្ហាញកន្លែងយើងស្នើសុំឲ្យបងប្អូនអរគ្នាអញ្ចឹងវានឹងមកដល់ផ្ទាំងថ្មីមួយទៀតបងប្អូនចុចយកខាន់ពាន់អ៊ីនជឹងហើយកន្លែងនេះបងប្អូនចង់អ៊ីនជឹងតាមអីគេបើសម្រាប់ខ្ញុំតាមកៅថុកងាយស្រួលបងប្អូនអរគ្នាគ្រាន់តែវាយឈ្មោះថ្ងៃខែឆ្នាំកំណើតនិងលេខទូរស័ព្ទគឺបានចូលហើយអញ្ចឹងអាកន្លែងអ៊ីរឿមបងប្អូនពេញឈ្មោះសេងញ៉ុនវ៉រីលនឹងបងប្អូនពេញឆ្នាំខែថ្ងៃកំណើតហើយឈូទេហ្វូនប៉ាន់ហូនឹងបងប្អូនដាក់លេខទូរស័ព្ទមកបាទអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាបំពេញព័ត៌មានហើយបងប្អូនចុចឆន់ឆេធូងីហើយចុចអ៊ីនជឿងយកឆង់មកបងប្អូនបាទនៅពេលដែលចុចអ៊ីនជឿងយកឆង់គេនឹងផ្ញើសារទៅកៅថុកបងប្អូនទាំងអស់គ្នាគ្រាន់តែចុច verify មកហើយបំពេញ password 6ខ្ទង់ហើយចុច value មកជាការស្រេចឲ្យបងប្អូនទាំងអស់គ្នាបាទចូលមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាកន្លែងសាយងតូនេះបងប្អូនយកអាกระดาษពន្ធហ្នឹងយកទៅប្រើការលើអីគេបើសិនជាដូរវីសាបងប្អូនជ្រើសរើសយកកន្លែងយកវ៉ាន់តូនឿនពីចាស៊ីនឆងយងហើយឆេឈូលឆនេះបងប្អូនរើសយកអីគេទៅបើសម្រាប់ខ្ញុំដាក់គឹមយងគីគួានទៅជាដែរបងប្អូនហើយកន្លែងនេះវាមានស្រាប់បងប្អូនអរគ្នាពីកងកែហ្នឹងហើយអ៊ីនធឺណិតផាល់គឹបហើយបងប្អូនចង់បានប្រហែលស្លឹកបងប្អូនដាក់មកបើសម្រាប់ខ្ញុំយកតែមួយទេហើយបងប្អូនចុចស៊ីនឆងហាគីបាទស៊ីនឆងហាគីហើយចុចអូខេមួយទៀតមកបងប្អូនអរគ្នាបាទអញ្ចឹងរួចរាល់ហើយបងប្អូនគ្រាន់តែចុចអូខេមួយទៀតមកបងប្អូនអរគ្នាបាទកន្លែងនេះយើងមិនបាច់សេវក៏បានដែរបងប្អូនអរគ្នាអញ្ចឹងនេះគឺជាกระดาษដែលយើងស៊ីនឆងមិញបងប្អូនអរគ្នាអញ្ចឹងបងប្អូនចុចលើឈុលយកមកដើម្បីprint ឬក៏ save យកទៅប្រើប្រាស់បងប្អូនអរគ្នាបាទបងប្អូនចុចឈុលយកហើយចុចអូខេមកវានឹងមកផ្ទាំងថ្មីមួយទៀតឲ្យបងប្អូនអរគ្នាបាទអញ្ចឹងដើម្បី save បងប្អូនចុចលើអាសញ្ញា print ហ្នឹងអក្សរ A ហ្នឹងបងប្អូនអរគ្នាអញ្ចឹង save ជា file គេ PDF អញ្ចឹងបងប្អូនគ្រាន់តែ save មកជាការស្រេចហើយអាចយកទៅប្រើប្រាស់បានហើយបងប្អូនអរគ្នាអញ្ចឹងវីដេអូខ្ញុំមានតែមកប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណសម្រាប់ការទស្សនាហើយបងប្អូនសូមកុំភ្លេចចុច like ហើយនិង subscribe ឲ្យខ្ញុំមួយផងបាទអរគុណច្រើនជម្រាបលា